បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងពីរខ្ញុំចង់យកមកនិយាយទាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងស្រុកយើងហើយនឹងរឿងដែលគួរពិចារណាអញ្ចឹងសូម្បីតែនៅលើពិភពលោកក៏គេលើកយកមកនិយាយដែរទាហានសៀមឬក៏រដ្ឋាភិបាលសៀមបានលើកឡើងថាប្រាសាទទាំងអស់ហ្នឹងគឺជាកម្មសិទ្ធិរបស់សៀមប្រាសាទព្រះវិហារក្តីប្រាសាទតំបន់តូចក្តីតំបន់ធំក្តីតាក្បីអីទាំងអស់ហ្នឹងគេថាជាប្រាសាទរបស់គេប៉ុន្តែខ្ញុំអង្គុយពិចារណាទៅហើយសូម្បីពិភពលោកក៏គេគិតអញ្ចឹងដែរជនជាតិដូចឈួតវិញមកដូចផ្លូវធ្វើឈួតវិញស្ដាប់អត់សូវយល់ទេខ្ញុំអានេះគេហៅការសំដែងណាបងប្អូនមកយើងនិយាយភាគសួរស្ដាប់ថាស្ដាប់វាមិនយល់ទេព្រោះផ្លូវធ្វើឈួតប៉ុន្តែបើនិយាយពីរឿងមួយទៀតអានេះជាការសំដែងប៉ុន្តែសំដែងហ្នឹងវាអត់ខ្វល់ថាខុសទៅត្រូវទេអញ្ចឹងបើអ្នកឯងយល់ថាប្រាសាទនឹងជាប្រាសាទរបស់ខ្លួននោះចាំមិនក៏ទៅជាផ្លោងកំតិចបាញ់កំតិចប្រាសាទរបស់ខ្លួនខ្ញុំនិយាយនេះបងប្អូនខ្មែរលើយើងក៏គាត់ចេះខ្មែរដែរអញ្ចឹងគាត់គួរតែស្ដាប់បានដែរបងប្អូនខ្មែរលើទាំងអស់ក៏គួរពិចារណាដែរហេតុអីបានរដ្ឋាភិបាលសៀមនឹងបញ្ជូនបងប្អូនឲ្យមកធ្វើសង្គ្រាមនៅស្រុកខ្មែរថាដើម្បីវាយយកដីសៀមទៅវិញដីសៀមនៅកន្លែងណាសូម្បីតែសាស្ត្រាចារ្យថៃមួយចំនួនហ្នឹងក៏បានបញ្ជាក់ច្បាស់ដែរថាសូម្បីតែដីដែលថៃរស់នៅរាល់ថ្ងៃហ្នឹងដីដែលសៀមរស់នៅរាល់ថ្ងៃហ្នឹងក៏ជារបស់ខ្មែរដែរអញ្ចឹងបងប្អូនមកវាយយកដីសៀមនៅឯណាទី1អញ្ចឹងបងប្អូនជាពិសេសគឺខ្មែរលើយើងដែលគេបញ្ជូនបងប្អូនឲ្យមកស្លាប់ជំនួសជនជាតិថៃគេនេះបាទឲ្យមកខ្មែរលើខ្មែរកដាលវាយគ្នាជំនួសគេណាគេចិញ្ចឹមយើងដើម្បីស្លាប់ខ្មែរគ្នាឯងបងប្អូនគូពិចារណាហើយគេប្រាប់បងប្អូនឲ្យមកដណ្ដើមយកប្រាសាទហ្នឹងយកទៅឲ្យសៀមវិញព្រោះវាជារបស់សៀមអញ្ចឹងបើរបស់នឹងជារបស់ដូនតាខ្លួនមិនក៏មកផ្លោងកំតិចមិនក៏មកវាយកំតិចវាមិនដែរអាណាមកវាយកំតិចរបស់ខ្លួនឯងទេហើយដណ្ដើមយកធ្វើស្អីមកវាយកំតិចអស់ហើយហ្នឹងអញ្ចឹងបងប្អូនគួរគិតគួរប្រើខួរក្បាលឲ្យគិតតិចចង់បានរបស់ហ្នឹងយកមកជារបស់ខ្លួនប៉ុន្តែទៅបាញ់កំតិចចោលទៅផ្លោងកំតិចចោលហើយមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនមើលវីដេអូពួកទាហានទាំងអស់ដែលបានផ្លោងបានកំតិចប្រាសាទអស់នៅបានហើយសបាយហូរកជ្រាវនៅលើលោកនេះជាដូនជាតាណាដែលទៅកំតិចរបស់ដូនតាខ្លួនឯងហើយសបាយវាមិនដែលមានទេអញ្ចឹងមានតែជាតិសាសមួយឈួតក្នុងបានវាអញ្ចឹងបើជាតិសាសគេជានីត្រឹមត្រូវគេអត់ឈួតអញ្ចឹងទេដល់គេអត់ឈួតអញ្ចឹងទេវាមិនដែរអាណាទៅកំតិចរបស់ខ្លួនឯងឲ្យមកសបាយទេអូរបស់នឹងជាបេតិកភណ្ឌដូនតារបស់ខ្ញុំខំកសាងទុកមកអញ្ចឹងខ្ញុំត្រូវទៅវាយយករបស់នឹងវិញឲ្យបានប៉ុន្តែកំតិចខ្ទេចទាំងអស់ទម្លាក់ក្របផ្លោងដាក់ខ្ទេចអស់ហើយនាំគ្នាសបាយហូរកជ្រាវអញ្ចឹងរឿងស្ដែងឲ្យឃើញថាបងប្អូនមិនមែនមិនដឹងថារបស់នឹងជារបស់ខ្មែរទេគ្រាន់តែនិយាយយកលេសហើយគឺទៅកំតិចរបស់ខ្មែរចោលដែលជាសម្បត្តិបេតិកភណ្ឌសម្រាប់មនុស្សជាតិមិនសម្រាប់តែខ្មែរទេព្រោះរបស់ហ្នឹងមិនមែនតកសាងឡើងវិញបានទេអ្វីដែលកំតិចហ្នឹងអញ្ចឹងបងប្អូនគិតមើលវាមិនដែលមានទេប្រវត្តិសាស្ត្រវាមិនដែលមានអាណាកំតិចរបស់ខ្លួនឯងឲ្យសុបាយទេនៅលើโลกនេះវាមិនដែលអាណាបោកចានខ្លួនឯងមួយចោលឲ្យសុបាយទេវាយ TV ខ្លួនឯងមួយចោលឲ្យសុបាយទេវាមិនដែលមានទេចុះតម្រាំទៅកំតិចប្រាសាទមួយចោលឲ្យសុបាយហើយយើងប្រើយកលេសឆ្លៀនពៀនប្រទេសខ្មែរដើម្បីយករបស់ដែលថាជារបស់ដូនតាខ្លួននោះប៉ុន្តែបែរទីចុះកំតិចចោលអញ្ចឹងបងប្អូនដែលជាជនជាតិខ្មែរលើយើងគួរពិចារណាថាគេប្រើយើងឲ្យធ្វើអីឥឡូវហ្នឹងបាទគឺគេប្រើយើងឲ្យខ្មែរហ្នឹងមកសម្លាប់ខ្មែរគ្នាឯងមកកំតិចរបស់ដែលជាគេដំណើររបស់ខ្មែរគ្នាឯងបាទអញ្ចឹងបងប្អូនខ្មែរសិនយើងគួរតែពិចារណាទាំងអស់គ្នាហើយយើងគួរធ្វើយ៉ាងម៉េចសบายចិត្តទេនៅក្នុងពេលដែលខ្មែរលើខ្មែរកដាលសម្លាប់គ្នាដើម្បីបំរើមហិច្ឆតារបស់ជនជាតិសៀមហើយបងប្អូនមើលនៅក្នុងកលៈទេសៈដែលទាហានដែលមកនឹងមិនថាទាហានសៀមមិនថាទាហានខ្មែរសរិនខ្មែរស៊ីសកេតខ្មែរអីទេស្លាប់គោពេញព្រៃប៉ុន្តែតែមើលអាយុរដ្ឋមន្ត្រីស្អីវានៅសបាយរំជ្រៀងកជ្រាវណានោះធ្វើមិនដឹងអញ្ចឹងក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយវាមិនដែលអាណាកូនចៅងាប់ពេញព្រៃឲ្យទៅសបាយកើតទេអញ្ចឹងមកពីគេមិនបានគិតថាបងប្អូនទាហានដែលមកវាយរាល់ថ្ងៃនៅលើទឹកដីខ្មែរនឹងថាជាជនជាតិសៀមទេគេគិតថាបងប្អូននឹងគឺជាជនជាតិខ្មែរដើមអញ្ចឹងគេប្រើបងប្អូននឹងឲ្យមកងាប់ជំនួសគេបាទនិយាយសួរស្ដាប់គេផ្ញើបងប្អូនឲ្យមកងាប់ជំនួសគេអញ្ចឹងគេនៅសបាយធម្មតា
kia khó này kia miếng cá chui chắp về vùng men chỉ sạch chiêm bảo cái đi men chỉ sạch chiêm bảo cái đi chân rương này bẩn lư đau bom ôn đại chỉ để hiến rồi đại chỉ chuyên triệt đàm khmai đó cú bị cha na tầng óc này đây bà dân cú sắc sai cú bị cha na tầng óc này bom ôn sầm lăng mơ tầm mây để bom ôn cổ rộp rò ngày hay đấy có kê sờ bái nó pe để dương cầm pung cà tốc nó pe để thể hiện dương cầm pung để slap bình prey hay đấy có kê sờ bái bà sân chỉ kê chặt tốc bom ôn chỉ chia xa bỏ kê kia sờ bái dương tao rú chứ bà kê kết tha là bỏ từng on chia là bỏ xiêm kê mến oi bom ôn cầm tay cháuเลยbà chẳng bom ôn cu bị cha na là sừng cream lơ ti môi slap offประมาณเนี่ยbom ôn sừng cream lơ ti pi slap offประมาณเนี่ยhai taเนี่ย slap ភាគច្រើននឹងជាជនជាតិសៀមដើមឬមួយក៏ជាជនជាតិខ្មែរដើមបងប្អូនពិចារណាអញ្ចឹងយើងគួរគិតទាំងអស់គ្នាកន្លែងហ្នឹងយើងគួរគិតទាំងអស់គ្នាបាទវាមិនខុសពីបងប្អូនពីរនាក់មួយចៅយកទៅចិញ្ចឹមមួយទៀតជនសប្បុរសយកទៅចិញ្ចឹមថ្ងៃក្រោយអាពួកចៅហ្នឹងវាបញ្ជូនអាកូនវាចិញ្ចឹមនឹងឲ្យមកវាយគ្នាជាមួយនឹងអាកូនមួយដែលជនសប្បុរសយកទៅចិញ្ចឹមគេអញ្ចឹងគេចិញ្ចឹមដើម្បីទុកប្រើប្រាស់គេមិនមានចិញ្ចឹមយើងដើម្បីស្រឡាញ់ដឹងគុណយើងទេអញ្ចឹងបងប្អូនខ្មែរលើយើងដែលរស់នៅរាល់ថ្ងៃគឺសៀមកំពុងតែប្រើប្រាស់បងប្អូនដើម្បីឲ្យមកសម្លាប់ជាតិសាសន៍គ្នាឯងគេអាចបានទុកយើងជាមនុស្សនៅក្នុងកែវភ្នែករបស់គេទេគេទុកយើងដូចជាសត្វចឹងបាទបើគេមិនទុកបងប្អូនដូចជាសត្វគេមិនមែនសបាយនៅក្នុងពេលដែលបងប្អូនកំពុងតែស្លាប់ពេញព្រៃកំពុងតែរងគ្រោះទេបាទអញ្ចឹងវីដេអូមួយនេះខ្ញុំក៏លើកកន្លែងហ្នឹងឲ្យបងប្អូនទាំងអស់គ្នាពិចារណាបាទបងប្អូនពិចារណាបាទខ្ញុំនិយាយជាលើកចុងក្រោយពីម៉ាត់ទៀតគណថាបើគេប្រើបងប្អូនឲ្យមកវាយយកទឹកដីឬវាយយកប្រាសាទរបស់គេមិនមែនប្រើបងប្អូនឲ្យកំទេចរបស់ទាំងអស់នោះចោលទេនេះបង្ហាញឲ្យឃើញថារបស់ទាំងអស់នោះជារបស់ខ្មែរពិតគេគ្រាន់តែចង់បំផ្លាញអ្វីដែលខ្មែរមានហើយគេចង់ឲ្យបងប្អូនទាំងអស់ដែលជាជនជាតិខ្មែរមកសម្លាប់ខ្មែរគ្នាឯងដើម្បីផលប្រយោជន៍នយោបាយរបស់គេព្រោះតែបាក់បែកនយោបាយផ្ទៃក្នុងគេយល់លេះធ្វើសង្គ្រាមជាមួយខ្មែរដើម្បីប្រជាប្រិយភាពរបស់គេក្នុងការឈានទៅរកការកាន់អំណាចតទៀតបាទមានតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនសិក្សាពិចារណាទាំងអស់គ្នាទៅបាទអញ្ចឹងថ្ងៃនេះសូមអស់យោបល់សូមក្រាបថ្វាយបង្គំលានិងជម្រាបលា